ទីបំផុតវីដេអូដែលខ្ញុំគុំតាំងពីខែ11ឥឡូវមកដល់ខែ5ហើយទើបខ្ញុំបានផុសអ្នកទាំងអស់គ្នាដោយសារតែរឿងស្ទីវអត់ក្បាលបានចេញហើយអញ្ចឹងខ្ញុំផុសវីដេអូ behind the scene បានហើយនេះគឺជាវីដេអូ behind the scene ដែលខ្ញុំធ្វើការទៅរំនៅក្លឹបធុងហើយថតរឿងស្ទីវអត់ក្បាលហើយចូលទៅក្នុងមែនដែលគេទុបតបូជាសពហើយថ្មីហើយថត MV ថត poster អីគឺនៅក្នុងវីដេអូនេះទាំងអស់អញ្ចឹងកុំភ្លេចទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ចាប់ផ្ដើមប្លង់ទី1ថ្ងៃទី1ដែលខ្ញុំចូលទៅថតរឿងហ្នឹងហ្មងណាគឺប្លង់បនសពនឹងឯងចាប់ផ្ដើមពីក្មេងប្រុសម្នាក់ដែលខ្លាចទ្រង់បនសពជាទីបំផុតហ្មងតែខ្ញុំត្រូវធ្វើទ្រាំបាត់ត្រូវធ្វើទ្រាំអង្គុយតាំងពីថ្ងៃរហូតដល់យប់ហើយនេះគឺជាកន្លែងផាត់មុខរបស់ពួកខ្ញុំហើយនេះគឺជាឡានរបស់ក្រុមហ៊ុនដែលគេធ្វើការដឹកឲ្យបាយអវ៉ាន់ថតកៅអៅហើយជាមួយនឹងម៉ាស៊ីនភ្លើងដោយសារតែភ្លើងផ្ទះអ្នកភូមិខ្លះគាត់រត់អត់ដល់អីចឹងណាហើយភ្លើងថតកុនដឹងស្រាប់ហើយភ្លើងធំច្រើនណាអញ្ចឹងត្រូវការម៉ាស៊ីនភ្លើងជាចម្បងហ្មងហើយអីដែលយើងចាំបាច់មុនគេបន្ទាប់ពីម៉ាស៊ីនភ្លើងហ្នឹងគឺយើងធ្វើការដាក់ផ្លាកបើយើងមិនដាក់ផ្លាកទេបាទអ្នកភូមិអ្នកស្រុកល្មមច្រឡំចូលមកចូលប៉ុនច្រឡំមកយំយែកអីពេញនឹងបាត់លើអីហ្នឹងបើយើងត្រូវប្រាប់គេថាការថតកុនទេបាទហ្នឹងហើយហើយស្ទីលអត់ក្បាលជាក់ស្ដែងពេលថតរឿងមែនតើនៅមានក្បាលធម្មតាយើងអាចទៅដោះក្បាលគាត់នៅក្នុងជីវិតពិតបានទេហើយដង្ហើមគាត់ក៏នៅតែដកធម្មតាដែរគឺធ្វើការ edit អីចឹងណាហ្នឹងហើយប្រើបច្ចេកទេស AI 2020 2026 គេ edit គឺគេ edit តែក្បាលគាត់ទេអ្នកទាំងអស់គ្នាដោយសារតែចាំបាច់ហ្មងយើងអាចដកក្បាលគាត់បានប៉ុន្តែគ្រប់យ៉ាងដែលប្រើប្រាស់នៅក្នុងការថតកុនហ្នឹងគឺសិតតែការពិតទាំងអស់មកឈូសពិតរោងបនពិតរបស់របរប្រើប្រាស់អើបឺបានផុតហើយអាបឺនេះគេស្អប់វាពេញភូមិរបស់សែនរបស់ត្រូវមានធូបទៀនអីនិយាយទៅទាំងសុំផ្កាទាំងអីហ្នឹងគឺរបស់ដែលគេធ្វើការបនសពពិតទាំងអស់ហ្មងហើយនៅពេលដែលគេចាប់ប្លង់ដែលអត់មានក្បាលមែនតើហ្មងយើងអាចទៅដកក្បាលគេបានចឹងយើងដាក់មកនេះកាំងទៅហ្នឹងហើយអ្នកភូមិអីអូមករោមើលពេញនឹងជីតងជីយល់ពេញនឹងបាទសាច់បនសពឯណាបនសពវាគ្មានអ្នកណាមកដែរដុតក៏ដុតជួយដុតម្ដងចុះមិនដុតអ៊ំទេគឺដុតតែបឺដងអត់វ៉ានឡើយក្នុងវីដេអូមុនខ្ញុំផុសហើយណាថាខ្ញុំថតរឿងហើយមិនក៏ comment ថាថ្ងៃគេកំពុងកើតទុកឯងទៅសបាយឯងទៅអង្គុយរំនៅក្នុងរោងបនសពអីខ្ញុំកាមេរ៉ាគេដាក់ផ្សែងបាញ់ភ្លើងបាញ់អីឡើងរំជួលឡើងប្រាប់គាត់ឲ្យលងថាគេថតរឿងទេតែចឹងក៏ចឹងទៅតាមតំណើតែខ្ញុំខុសទៅខ្ញុំសុំទោសក៏និយាយតការថតរឿងគេមិនត្រូវការបានផ្សែងដើម្បីឲ្យមើលទៅអ្នកទាំងអស់គ្នាមើលទៅក្នុងវីដេអូនេះណាគេបាញ់ភ្លើងពីក្រោយបាញ់ផ្សែងឡើងសៀវសាហាវតែអ្នកភូមិអត់មានសៀវជាមួយសមរោមើលឡើងចិត្តឆឹងហើយអ្នកទាំងអស់គ្នាមានដឹងថាពេលដែលខ្ញុំថតរឿងហ្នឹងគឺខ្ញុំកំពុងតែកើតមើលភ្នែកខ្ញុំអត់ដឹងហើយមិនបាច់ខ្ញុំមែនសិនទេកំពុងតែចុកឈឺអ៊ូលហ្នឹងណាហុយផងផ្សែងផងភ្លើងផងអូយតែធ្វើមកយើងស្រឡាញ់ការថតកុនយើងអាចឈប់បានហើយយើងក៏អាចឲ្យក្រុមការងារ50-60នាក់នឹងដូរថ្ងៃថតតែយើងម្នាក់បានដែរអញ្ចឹងយើងត្រូវបង្ខំចិត្តដាក់ម្សៅទំនាប់ទៅថតកុនធម្មតាហើយពេលខ្លះទៅប្លង់ខ្លះអ្នកភូមិគាត់មករៀងច្រើនយើងអាចធ្វើការមកថតជាមួយនឹងភូមិคล้ายៗរបស់យើងបាននិយាយមែនតើណាភូមិនេះគឺជាភូមិคล้ายៗដែលក្រុមហ៊ុនសាស្ត្រាបង្កើតឡើងនៅក្នុងដីឡូរបស់គាត់ធ្វើជាភូមិមួយសម្រាប់ថតកុនហ្មងស្ទីឌីយោថតកុននេះណាអ្នកនរនេះកុំច្រឡំស្មានថាភូមិអីវ៉ាន់អីអត់ទេតែផ្ទះបនសពមិញផ្ទះមែនតើដោយសារតែពេលខ្លះទៅយើងថតទៅនៅភូមិយើងផ្ទះមានតែម៉ានផ្ទះដល់ពេលថតទៅវាដែលអញ្ចឹងពេលខ្លះក៏យើងអាចនឹងទៅប្រឈមមុខជាមួយនឹងអ្នកភូមិអីក្រៅៗអញ្ចឹងដែរតែបញ្ហាគឺដូចវីដេអូមិញនឹងអញ្ចឹងដោយសារគេហៅមើលអីរៀងច្រើនអីអញ្ចឹងទៅអញ្ចឹងរៀងបាក់យកសលេងរៀងបាក់ដូរប្លង់រៀងថ្លង់រៀងអីអញ្ចឹងណាតែប្លង់ណាដែលយើងអាចជួសបានគឺយើងថតនៅក្នុងដីឡូយើងទាំងអស់ធ្វើជាភូមិធ្វើជាសុកស្រែធ្វើជាបឹងបួធ្វើជានិយាយទៅភូមិមួយមកអ្នកនរគ្នាយល់អត់ហើយបិទលំងចិត្ត private ថតមិនថតមកស្រឡាញ់គឺដីយើងហ្មងមើលមកដូចភូមិមួយអញ្ចឹងប៉ុន្តែ studio ថតកុនទេអូលេខៀវបុក booster បុកសរោមតិចសឡើងគូហ្មងណានេះសាច់អានេះទៅលេខគូឲ្យអានេះសាច់អត់ booster បើមាន booster ទៀតសូមជួបស្លេកនេះមើលសំដៃនេះលេខៀវប្រើបញ្ចូលគ្នាជាមួយនឹងសេរ៉ូមម៉ាស៊ីយ៉ាជួយធ្វើឲ្យស្បែកសបែបក្រាស់ពេលលើកទៅលើស្បែកមិនមានការរអិលនិងមិនមានការរំខានប្រើតែពីរមុខនេះនឹងទទួលបានស្បែកសដោយងាយហើយបន្ទាប់ពីហ្នឹងយើងត្រូវយកប្លង់វាសែធំតលាយយើងយកប្លង់ចៀតយើងថតនៅក្នុងផ្ទះយើងក្នុងដីយើងអីបានតែប្លង់តលាយវាលដាច់កតុយភ្នែកហើយប្លង់ដែលត្រូវយកផ្លូវភូមិអីបានណាហ្នឹងហើយអញ្ចឹងយើងត្រូវការចេញមកក្រៅ
đầy dân làm bài thọ được kia chẳng dân thôi ca mọc kẹo pleu hay tên này thọ tiktok thọ ấy lên nhưng tới buồn để thọ tiktok lên vậy chẳng cái nam cỡ để sao tại dân còn miệng cho miệng đây nó không ở hưởng mùi nằng chẳng dân lên cho miệng dân lên ai phong chẳng tay năng ngày bột xăm kia hayนี่คือจิตตัวสไลด์แต่ยังเติบแต่กว่ากิบให้ทำไมชั่วหยองตามตอนเนี่ยสระบัตรบองทาเลนเป็นครูนบ้านพลังสบายหอมตัวกอยเลงสาวยจังนะแต่เป็นนักน้องเหืองเนี่ยตะเมอยุ่มเนี่ยตะเมอยุ่มหนึ่งเอาสมัยเด็กยงครูนไอ้เมื่อดาวพลังนั่งก็ยุ่มได้hay là dân phơi cá bánh xanh thì đấy nè ngọc nè plang outdoor men plang indoor còn dân thời cáp xanh đầm bay tẹt tiền này hay cameraman nè ngọc nè đăng ấy ní một nắng con tròn cho cái nắng hay men thò tù sạp ấy nó không chỉ làm con standby chăm cái do camera mà ao du cái con cho tù sạp lên là ngày hay có mấy còn do camera giờ ấy mà standby đầm bay thò dương chân tay ní thì cái đã mài do sờ lên dương nè ngọc nè mơ mong đôi bè ở con mà tam và uột lại hay lan chi tơ mốc cái cha ta chi tơ mốc tới camera mình khoa ấy cho cái chụp được của ala này chẳng những chập lặng do sầm lên ấy cứ do ban màสลายจะก้นสายเพียบยนต์ขนาดทมเนี่ยแต่ก็เนี่ยจังลมหมอมคือเกลียดยอเตคือเกยถือเมียนจะกาทักแหะมองเกจังยกเกเธอยกจังแค่เกเธอทั้งไงไอ้พลังในยมปงทอดนี่คือพลังเกเธอเปยยกระเบียบขมอยลองไอ้จังนั่นนะครงบอดปั่นใต้ทอดเปยทั้งไงเนี่ยใช่คือยอขนาดนี่ยังบังเอาเวลาเงินเตอร์ให้ยังบังเพลิงติดบังไส้เด็ดเตอร์เกเตอร์chỉยกไปนั่งไงเนี่ยแต่ก็เนี่ยขมอยลองตั้งทั้งไงคือเกจับพลังโดยยกจังเกดับไส้บังเพลิงบังไอ้จังเตอร์ให้ตัวต่างอ๋อเนี่ยจับในที่ยมบายกัมราเนี่ยต่างอ๋อเนี่ยมือคือเมียนจะกาบาสะต่างอ๋อหมองบาลองไปมาโพมไว้จำกาหมกเลสลังบาสะโถต่อโลกเป็นวอดให้นี้ก็จะตัวทำไมบ่ยังนั่นยังมาดังทำเอาไปแค่นาเต้บ่ย้องยังดังทำเอาไปบัตรบองแต่ตัวนี้มัวอ่อนแมวแต่ดังทำเอาไปแค่นาเต้ตัวทำไมดังขนมเรืองยังดูเนี่ยตัวทมนั่นอ๋อเนี่ยโจพลังมวยพลังลอยให้พลังแกเถยโจนั่งอ่ะงานช่างงานยาตาเมียนโปรเลยแกเลยแต่ตักหมกเลยยมจะซาหมองอ่ะเด็กเตอร์กูดาราจันนักขนมคือกิจกรรมศาสตราดักมันเนื้ออ๋อจัดดักชมาเอาทอดก้อนได้บ้างให้ประตอปีแกทอดพลังนั่งจับแกเหอขนาดเว้นทั้งไงเว้นทอมาดานั่งไงจังทั้งไงจังยกให้นี่คือเจซี่โอ้คลับบอสตราเนี่ยแต่อ๋อเนี่ยคลับนั่งยังมาดังไฮคลับไอ้ยังเคยเจอคอมเมนต์เฉินคลั่งมันเต้นมองเนี่ยคลั่งไฮบาถุงเนี่ยคลั่งไฮคลับถุงมอนเนี่ยคลั่งไฮคลับอัดโกเนี่ยคลั่งไฮบาเอ้ยอย่าเต้เฉินตัวน้องกรมพลยังเหมือนยังเธอเอเจนซี่ตัตัวมาเกี่ยวจีขลาดออกมาหกสมัยตัวยังยังเหมือนนั้นก็อาจจะยังบอดหกบอดเตะเหตุแบบขวายขมายพอไปคัดตัวจนเตะเธอนุ่มไปจอกตักมาให้จมูกหนึ่งเกลียวยอมเอากดย้ำให้เลยตะกดมาพอให้ตัวมันเส้นแม่เส้นให้ยาใบเปลี่ยนมันเส้นนั่นเต้ยอดับอัพไหนใบเส้นใบเส้นบาดใบเส้นยอบอับได้มาสิผมโตบ้านบัดหน้าบัดนั่งก็ผมไอ้คนจะมาให้ดังเสียไปถอดก้อนตามประดาแคทเหมือนส่วนนะกดดักใบเอาเยื้องใบเปลให้ใบเยื้องยามคอเปลเมียนแต่มีกระป๋องนั่งไอ้บนใต้การสลายสลองจุยจีวัดปีซีโอเลคิวบาเปิดการมาสปอร์ตเยื้องดอดกระแหลงถอดก้อนมองยอนมประจกยอคิวยอไอ้ยอมาเอาเยื้องยามโอ้โดยเตะประดาสลายสลองเลยก็โลกให้แล้วเยื้องเปิดการสแตนบายซ้อมจมูกหนังการรวมบาดเมียนอาชัวไม่ทำเพชรไม่อาเท้าเปล่าไม่ออริจินอลเขาบอกไปเอาของเติมเมาออริจินอลบอกเพื่อนไม่รู้ว่าไอโฟนจะเชื่อนี่เก๋กลัวนี่อะไรร้อนเลยเมียนเหมือนแตนมาอ่ะโซ่อุ้ยเงียบอุ้ยโซ่โบติออนโอเคสู้ๆมองชื่อเลยสวัสดีพี่บอลคำสั่งมาหอมนะยังน้ำตัวยังมาอ๋อทำไทยไหมบ้างใครบ้านมันสปอร์ตไรมวยมันส่งปัตราอย่างอ๋อเรียนโยนในก่อนใหญ่ๆแต่ทำเมียน่ะจอเมียเหมือนแต่นั่งจังใหญ่แทมตัวนึกขนมหุ่นชรานคลั่งเหมือนแต่มองอ่ะยังถ่ายก้าวเนี่ยภูมิเนี่ยกวดนึกขนมภูมินั่งเสียบสติลเดี๋ยวกดใจหอมให้กวดมวยคลับถุงนั่งเสียบมองอ่ะกวดนั่งไงเหมือนแต่พวกยมทำระเบียบสติลจอยสติลคล้ายๆนี่อ่อนเหมือนแต่กูกดโจเตอร์กดสควอตจังหวะสควอตบัดสควอตกระดังสควอตกระเละกระลบจังโจกูกดดังจังอ๋อมองไอ้อันเอ้ยจมูกไหลจำไรหลับไปจักสไลด์อ่ะยมกระโปรงอ่ะเต้ยทอดเหืองให้จมูกอมวีนักขนมกระไหลมวยนั่งcái hai club thủng mòn vậy mình ta nè em mơ tới cái đại sân ảnh đại chung mình đang đôi thủng mòn vừa đang thay mình nhóm xua hỏi mua club này đang ngồi bật cọt rồi xa từ viết bài viết bài mình ta nè ngó như ăn rùng tăng thúc tham viết đằng bài đó thằng nào là sao nhóm mơ bị chẳng ngại tới á bị nhóm chỉ trôi tọt đó nhóm khơi nhá đôi chỉ ọt na tề khơi về nhảy cọt xây na đại về giúp cọt xây na đây về đại nhóm ban đại trôi tọt đó khi nâng hai cái đặt ba hỏi của nhóm hòm tia đó bàn nhóm đang thayปีพบลูกนั่นคือมีแต่ปุ่ยยมในขนมคลับนั่งหมอยมอัดคอเป็นเหมือนจุ่มไว้ในเนื้อแขวนั่งเลยให้เมียรำท่าโชว์ตลอดคือมาบล็อกนั่งให้สบายเด้อมีคอเป็นเหมือนเนื้อในเกมเมอร์ว่าเหมือนมองตัวไอเจี๋ย
បិទអត់ចិត្តក៏ដោយអត់មានតបូលក៏ដោយអត់មានមិនសិនជាអត់មានដង្ហែលអីក៏ដោយគឺបរិយាកាស outdoor បរិយាកាសបែបនៅខាងក្រៅហ្មងគេដាក់បាសឲ្យយើងរំហ្មងប៉ុន្តែដូចយើងរំដោយមិនមានការខ្វល់ពីភ្នែកអ្នកដទៃនៅក្នុងវត្តហ្នឹងហ្មងខ្ញុំនិយាយមែនតើខ្ញុំសឹងថាខុសកណ្ដាលខ្ញុំខែក្រោយខ្ញុំចង់ជួលបាសអីក្លឹបអីហ្នឹងទុករំហ្មង ដល់ទៅពេលចឹងលេងហ៊ាននៅចិត្តកូន កុំបីដាក់អមវីមែនអត់មានលេខដាក់អីយ៉ាងហើយ អត់វាហៅតនហន់ស្លន់ស្លាប់ ជាទៅចូលបានតែមកមកជា เอาไปចាំឆាយបានអីពាក់ហ្នឹង ជាសូមមកខាត់ បងណាគាត់នៅបរទេសហើយគាត់ឃើញវីដេអូខ្ញុំចង់ដឹងថាហ្នឹងគឺជាអីគេអាហ្នឹងគឺជាប្រភេទក្លឹបចល័តខ្ញុំដាក់ឈ្មោះឲ្យគេថ្មីមួយទៀតហើយហ្នឹងឯងចល័តមែនតើអ្នកទាំងអស់គ្នាដោយសារតែក្លឹបហ្នឹងគឺគេលើកទៅដាក់គ្រប់កន្លែងហើយជីវិតថតកនវាមានឡើងមានចុះបាទពេលដែលពងអ៊ូអសបាយហ្នឹងដល់ម៉ោងគេទៅផ្ទះអស់ចាប់ប្លង់ហ្នឹងហើយគេនៅធ្វើអីទៀតដល់ប្លង់យើងនៅតតែ2 3នាក់ឯងដើរជុំវិញចែកដីមក3មក4ភ្លឺអ្នកទាំងអស់គ្នាសម័យមើលមក3មក4ភ្លឺបដូរក៏មានចែកដីក៏មានលបងវត្តគឺដើរលុកលុយជុំវិញវត្តបណ្ដោយហើយមានប្លង់ថតក្រៅលបងវត្តទៀតទៅវត្តហ្នឹងគឺខ្ញុំនៅដល់ភ្លឺអ្នកទាំងអស់គ្នាថតគ្រប់ប្លង់លុកលុយគ្រប់កន្លែងនៅជុំវិញវត្តហ្នឹងហ្មងហើយត្រឡប់ទៅមនុស្សខ្លាចខ្មោចអ្នកទាំងអស់គ្នាខ្លាចខ្លាំងណាស់ព្រៃមួយវត្តមួយរោងបនសពមួយចៃដីមួយលបូជាសពមួយគឺខ្ញុំខ្លាចហ្មងតែនៅក្នុងរឿងនេះគឺខ្ញុំជួបប្រទេសគ្រប់សពហើយមិនយូរជួបមករសជាតិណាប្រហែលរសជាតិដែលខ្ញុំរៀបរាប់មកហ្នឹងគឺខ្ញុំជួបទាំងអស់នៅក្នុងពេលតែមួយយប់ទល់ភ្លឺដែលខ្ញុំថតរឿងនឹងឯងមួយយប់ទល់ភ្លឺមែនតើអ្នកទាំងអស់គ្នាដោយសារតែប្លង់ខ្លះដូចប្លង់ខ្មោចរឿងខ្មោចគេមិនអាចទៅថតពេលថ្ងៃបានទេបើថាប្លង់ដូចនៅកន្លែងតាហៀលហើយអីគេមានកណ្ដាត់មានអីអាចហុំជុំវិញហ្នឹងធ្វើប្រឡំធ្វើយប់បានហើយចប់បើប្លង់នៅវត្តប្លង់នៅទីធ្លាធំប្លង់នៅព្រៃមានកណ្ដាត់ណាប្រហែលលានម៉ែត្រទៅទិញម៉ៅពីអូអាស័យទៀតក៏អាចទៅបិទឲ្យចិត្តល្ងឹតឆឹងប្លង់ប្រឡំធ្វើយប់បានដែរអត់ធុកមិននិយាយប្រូគេគូចាស់ក៏គូទេតែមិនទៅគូចាស់ក៏គូចាស់គាត់គ្នាតាំងពី2000មកដឹង3 4ឆ្នាំមុនតែអត់ដែរធ្វើការមួយគ្នាសំបីម្ដងតែនៅមួយគ្នារងថ្ងៃនៅមួយគ្នារងថ្ងៃអត់មានម្ដងថ្ងៃមួយគ្នារងថ្ងៃឃើញមុខអីលើពីដេកឡើងឃើញមុខវាតែសួរថាធ្វើការមួយគ្នាលើកទីម៉ានទៅទី1បងខ្ញុំមួយឆ្នាំប្រកោបងខ្ញុំ5ឆ្នាំតែឆ្នាំហើយគេហៅខ្ញុំប្អូនគេនេះគេហៅបង ពេលដែលខ្ញុំមើលរឿងទូស្វត្តទី8ខ្ញុំស្ដាយខ្ញុំថាបើអញសម្រាប់ការនៅកំមុំទៅអូកំមុំស្អាតតែការនៅកំមុំនឹងតាមព័ត៌ទេវីនឹងល្បីប៉ុណ្ណាចាហើយកូនឯងខ្ញុំតែមិនដល់ឥឡូវក៏ល្បីដែរណាម៉ែថតច្រើនរឿងណាតែលើកនេះរឿងកុនណាធំទៀតញ៉ាំម៉ែថតសាស្ត្រា30រឿងជាងណាថតសាស្ត្រា30រឿងជាងតាំងរឿងទាំងអីហើយម៉ែប្រាប់កូនថាម៉ែស្ដាយតែចេះយកខ្ញុំចូលយកវិញបានហើយដំណាក់កាលខ្ញុំអត់ស្ដាយក្រោយមួយចំហាមស្លាប់មួយជំហានស្លាប់ក៏ខ្ញុំនៅតែចាប់សិល្បៈឲ្យជាប់ដែរអូខ្ញុំចង់ឲ្យឆ្លុះចាំថាខ្សែភាពយន្តខ្មែរមិនចាញ់ទៀមមិនចាញ់អ្នកណាទាំងអស់ខ្ញុំបានថតឲ្យចិនកាត់តនៅហ្វីលីពីននិងភូមានេះក៏ចូលសិល្បៈតាំងពីឆ្នាំតាំងពីអាយុ10ឆ្នាំជាងអត់ទេ16ឆ្នាំឧបសគ្គច្រើនខ្លាំងខ្ញុំថតកនតាវាយផងវិចារណនីគាត់ណាទៅធាក់វងជំនឿជេគេឌីលគេអតិពីស្ដទៅវិញប៉ាខ្ញុំវាយថតប្លង់ធ្លាក់ពីលើកម្មចរាមែនតើអ្នកនរគ្នាអត់បានកាត់តណាអត់បានកាត់តណាធ្លាក់ពីលើកម្មចរា9កម្មក្នុងវ័យអាយុ72ឆ្នាំអត់ទេកូនក្នុងវ័យអាយុ71ក្នុងវ័យអាយុ71ឆ្នាំតែមិនរៀបផ្ទះដែរហើយតំជាដៃឆ្លោះទៅបាក់ដៃបាក់ដៃហើយទៀតតែខ្ញុំអរគុណណាតែមិនធ្លាក់មិនធ្លាក់ឲ្យបានបាក់ឯណាតែបាក់ដៃហើយគេឲ្យទៅថតប្លង់ធ្លាក់ពីកម្មចរាបានមកតែខ្ញុំលះបងគ្រប់បែបយ៉ាងតែធ្លាក់លើភាពយន្តហើយមិនធម្មតាថតរឿងឯលើកនេះខ្ញុំមានឱកាសអូខ្ញុំអរគុណក្រុមហ៊ុនសាស្ត្រាហ្វីមទាំងអស់គ្នា team work ទាំងអស់គ្នាហ្មងដោយសារតែលើកនេះខ្ញុំមានឱកាសច្រៀងនៅក្នុងភាពយន្តខ្នាតធំដែលចាប់ផ្សាយទូទាំងប្រទេសគ្រប់រោងភាពយន្តទាំងអស់ហ្មងអ្នកទាំងអស់គ្នាអូយខ្ញុំ appreciate ទាំងអស់គ្នាហ្មងហើយឮសលេងខ្ញុំនៅពេលដែលខ្មោចឡមួយក៏ពេលដែលគេពងស្វាយអញ្ចឹងឮសលេងខ្ញុំនៅពីក្រោយខ្ញុំឡាក់កធាក់ពេញកៅអីបណ្ដោយហ្នឹងហើយឥឡូវគឺជាស្ថានភាពដែលពួកខ្ញុំធ្វើការថត MV music video ដែលគេហៅថាថតបទចម្រៀងហ្នឹងណាដូចជំនាន់មុនគេហៅថតបទចម្រៀងហ្នឹងណាហ្នឹងហើយគឺរបៀបមានប្លង់យប់មានប្លង់ថ្ងៃមានកៅអៅដោះដូរច្រើនខ្លាំងមែនតើហ្មងដែលគេធ្វើការដាក់ជាមួយនឹងសំឡេង background នៅក្នុងរឿងហ្នឹងអីចឹងណាពេលណាចេញវគ្គសบายគឺគេដឹងតែមានបទនឹងចេញមកហើយខ្ញុំមកដាក់បទពេញនៅក្នុងវីដេអូខ្ញុំមែនអ្នកទាំងអស់គ្នាចង់មើលបទពេញ MV ថតស្អាតមិនប្លង់មិនអីខ្លះទូទៅសភាពត្រជាក់ភ្នែកខ្លាំងមែនតើហ្មងចូលតែមើលនៅក្នុង channel YouTube ច័ន្ទ Production CHAN ហើយវាយ Production នៅចេញហើយអូយបាត់លយណាអ្នកនរគ្នាលឺហើយញ័រជើងមកខ្ញុំនិយាយមែនតើណាហើយ MV ឆ្ងាញ់ទៀតចូលមើល MV ខ្ញុំដាក់វីដេអូធូរនៅក្នុងវីដេអូហ្នឹងហើយអ្នកនរគ្នាមើលតែសុទ្ធថាស្ថានភាពនៅពេលដែលថត MV ហ្នឹងស្ថានភាពមិនមែនបាទហ្នឹងហើយមើលវីដេអូមុននោះភក់កប់ឡើងកប់កជើងហើយបើថាប្លង់នៅក្នុងបឹងប្លង់ដែលមានបឹងឈូកស្អាតខ្លាំងមានថ្ងៃលិចមានអីហ្នឹងណាលួយទឹកចូលបាទ
មានជាការលុយទឹកចូលទៅក្នុងបឹងនឹងហើយខ្ញុំឈរនៅលើប្រអប់ឈើគេថតកនទូទៅរដងហ្នឹងណាបើខ្ញុំអត់ឈរលើប្រអប់ហ្នឹងទេទឹកហ្នឹងអាចនឹងថាធំចកេះឬមួយក៏ធំធូងអីមកតែដល់ពេលរត់មកមើល monitor ឃើញប្លង់ស្អាតបាទការខ្លាចទុកម្លាយសិនហើយរំសិនតែសัตว์អីក៏ខ្ញុំនឹកឃើញសម័យចេញដែរខ្ញុំសម័យចេញគ្រប់រឿងហ្មងនៅកន្លែងវាលស្រែខ្ញុំខ្លាចពស់ខ្ញុំខ្លាចនេះខ្ញុំខ្លាចនោះហើយចូលទៅដល់បឹងខ្ញុំខ្លាចឆ្លើងខ្លាចអីទៀតទៅគឺគ្រប់ប្លង់តែអរគុណហើយក៏អរគុណអ្នកដែលគាត់មក support ខ្ញុំមិត្តភក្តិខ្ញុំគាត់មក support ហើយមកជួយថត MV ពួកខ្ញុំទៀតចូលទៅក្នុងប្លង់ពួកខ្ញុំថត MV ទៀតអូយអរគុណខ្លាំងមែនតើអស់ពីកត្រាអស់ចិត្តហើយដល់ម៉ោងឡើងជ្រុញបាទចូលទៅដល់ប្លង់មេននៅក្នុងវត្តប្លង់ពេលយប់គឺខ្ញុំធ្វើការសុំអ្នកតាសុំអីអ្នកនៅវត្តអ្នកនៅអីហ្នឹងគឺខ្ញុំសុំអស់ហើយដល់ធុកសុំទាំងអស់ថាកូនចៅមកថតរឿងទេកុំប្រកែកប្រកាន់កូនចៅអីហើយមុខខ្ញុំជាប់ម្សៅដល់ឥឡូវណាទាំងអស់គ្នាណាជាប់ដល់ឥឡូវមកដល់ឥឡូវ 5-6 ខែហ្មងនិយាយលេងចឹងនិយាយថាជាប់តាំងពីព្រឹករហូតដល់យប់ខ្ញុំលាប primer ជាមួយ BB របស់ក្រុមហ៊ុន Justin Miracle នេះទាំងអស់គ្នាទប់រញើសរបៀបថាជួយផ្ចិតរញើសខ្ញុំហើយជួយឲ្យមុខខ្ញុំហ្នឹងម្សៅចូលមុខបានល្អកុំឲ្យកកក៏ប្រទេសប្រតាអីចឹង screen នៅហុងកុនមិនទូចណាប៉ុណ្ណានៃឲ្យយកមុខយើងឡើងប៉ុនឡានណាហើយបើយើងលាបម្សៅកកម្សៅអីខ្ទីគឺឃើញទាំងអស់អត់មានដាក់ filter បានដូច Facebook ទេចឹងមកកាមេរ៉ារបស់ក្រុមហ៊ុនអត់ដាក់ filter ឲ្យខ្ញុំយក filter ដាក់មុខខ្លួនឯងបាទអាហ្នឹងជាប្រភេទ BB filter ខ្ញុំយកមកលាបលើមុខចឹងទៅបាត់មុនបាត់ស្នាមស្លក់ក្រោមភ្នែកអីបាត់ទាំងអស់ហើយមុខខ្ញុំម៉ត់អាឡងស្អាតហ្មងអ្នកទាំងអស់គ្នាហើយចូលគ្នាមួយ primer ទៀតគឺម្សៅចូលមុខស្អាតធម្មជាតិខ្ញុំថតបែកញើសរឿងផងថត MV ផងរំផងបែកញើសឡើងជោគអត់តាណានៅកាន់ធម្មតាសំខាន់ខ្ញុំចូលទៅក្នុងឡបូជាសពទៀតអ្នកទាំងអស់គ្នាឡនេះគឺគេយកសម្រាប់បូជាសពប៉ិតមិនមែនជាឡរបៀបខ្លាំងខ្លាយសម្រាប់យកតែថតកុននេះអត់ទេគឺគេយករបស់ប៉ិតមកថតកុនហ្មងដោយសារតែថតភាពយន្តខ្នាតធំគឺគេត្រូវការយករបស់ប៉ិតមកថតហើយឡភ្លើងក្តៅប៉ុណ្ណាដឹងស្រាប់អីមិនឡសម្រាប់ធ្វើម្ហូបណាឡបូជាសពតែមុខខ្ញុំនៅតែអត់ជាប់ឯមកវិញគឺនៅតែស្រស់ថ្លាលងស្អាតធម្មតាហ្មងដោយសារតែខ្ញុំមានលេការពារក្តៅថ្ងៃមិនការពារតែក្តៅថ្ងៃទេណាក្តៅភ្លើងក្តៅអីឬមួយក៏ក្តៅ UV ពីទូរស័ព្ទ iPad ដែលធ្វើមុខយើងស្អាតអីហ្នឹងក៏ការពារបានហើយខ្ញុំសម្ដែងធ្វើអាចារ្យភ្លុកហ្នឹងខ្ញុំអាចារ្យភ្លុកខ្លាំងខ្លាយតែក្នុងរឿងទេតែអាចារ្យភ្លុកមែនតែនោះគាត់មកហ្នឹងហើយគាត់ប្រាប់ថាមេហ្នឹងគាត់តំបូជាសពហើយយប់មិញហ្នឹងហើយសពលងទឹករៀងហើមអូយថាចូលទៅខ្លាញ់ក៏ខ្លាញ់ក្លិនក៏ក្លិននៅទាំងអស់អត់ទៅណាហ្មងដែរឃើញរឿងតួការ៉េគេថតរឿងបុរាណអីគេហៅអាវក្រៅពាក់ទៅលើពេល behind the scene ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចតួនៅក្នុងរឿងការ៉េចឹងព្រោះឥឡូវត្រជាក់ខ្លាំងហើយអាវខ្ញុំគាត់ឲ្យតែតែប៉ុណ្្នេះហេនេះតែស្ដើងនេះហើយអញ្ចឹងបើសិនជាពេលខាត់ហើយពេលដែលខ្ញុំដើរទៅទឹកទៅអីខ្ញុំអត់មានអានេះគឺចប់ហ្មងមិនថាចេះម៉ូដអីចេះចង់ពាក់ឲ្យចេញ style អត់ទេណាគឺល្ងាមែនតើឥឡូវហ្នឹងគឺត្រជាក់ហ្មងគឺ21អង្សាហើយបន្ទាប់មកថ្ងៃស្អែកខាងស្អែកហ្នឹងគឺ17 18ហ្មងខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងនៅលើភ្នំបូកូឬមួយក៏នៅ San Francisco Switzerland អីមួយយ៉ាងហ្មងតែធ្វើម៉េចយើងជាអ្នកស្រឡាញ់ខ្សែភាពយន្តស្រឡាញ់ការសម្ដែងយើងត្រូវតែទ្រាំបាទនៅក្រៅល្ងានៅក្នុងក្តៅហើយក្លិនក៏ក្លិនមកឈួលដល់ច្រមុះហើយនៅលើនោះគេដាក់មកឈូសនៅលើក្បាលទៀតខ្ញុំអើតមើលអើយមានអាប្លង់គីងមកឈូសទៀត3 ម៉ោង 4 ម៉ោង 5 8 10អង្សានេះឃើញអានេះអានេះវិញមានខែក្នុងមួយទៀតហើយខ្ញុំនេះមកជន់ឲ្យទួតឲ្យគេជះទឹកឡានសិល្បករភាគច្រើនអញ្ចឹងឯងកុំប្រកែប្រកាន់ឲ្យតអ្នកសិល្បៈគឺឡានអញ្ចឹងហ្មងអត់ដែរបានស្អាតបើទេនេះមើលស្អាតមិនស្អាតសំខាន់លេខចរិតម្នាក់នេះតែម្នាក់ហ្នឹងបោះគឺបោះហើយគេចាក់ឡានប៉ុណ្ណឹងឯងនេះអង្សាក្នុងឡានដាក់30អង្សាមកអត់បើកសិនជាណាដាក់សិនតែ30អង្សាមកហើយនៅតែត្រជាក់ដូចកក់ឈូហើយតែរឿងអញឃើញមុខវារហូតចង់5រឿងហីថតរឿងមួយបងថតរឿងអីគេខ្លះរឿងមកថាជឿនបត់ម៉ាក់និយាយពិសេសនៅរឿងខ្លីៗ 2-3 រឿងទៀតឥឡូវមករឿងស្ទៀវចង់កត្រឡប់ណាអាមេរិកចូលមកដល់ខ្មែរធ្វើច្រឹកអ្នកអាមេរិកដែរបាទដេកពេលថ្ងៃថតពេលយប់ថតដល់ភ្លឺថ្ងៃឡើងដេកផឹកឡើងដេកចឹងយប់ឡើងដល់ម៉ោងមកទៀតហើយដល់មេនទៀតហើយថ្ងៃទី2ថ្ងៃទី2នេះមានតួពិសេសមកពីខាងខេត្តសៀមរាបបាទតួឯកស្រីមកពីបាត់ដំបងមែនតួពិសេសមកពីខេត្តសៀមរាបគឺពូស្កោទាញហ្នឹងហើយអ្នកនៅពេញគឺគាត់ស្គាល់ហើយដោយសារតែគាត់ viral ខ្លាំងមែនតើហ្មងរឿងពេលគាត់លក់ស្កោទាញឲ្យគាត់រំផងលក់ផងហ្នឹងគឺធ្វើឲ្យគេសោះស្រាយស្គាល់គាត់ពេញបណ្ដាញសង្គមហ្មងឥឡូវគាត់បានចូលមកថតរឿងខ្សែភាពយន្តខ្នាតធំជាមួយពួកខ្ញុំហើយតួដោយសារតែរឿងនេះរឿងបែបកំ pl ណាអញ្ចឹងអត់សូវតុកសិចហ្មងពេលថតឈៀលសบายអត់មានយំអត់មានអីញ៉ាក់អីច្រើនទេគាត់ថាពេលថតយើងរៀងស្រាវរឿងមែនដោយសារ
មេនឹងគឺមេនពិតចឹងទៅពេលខ្លះយើងខ្លាចខុសយើងច្រឡំដើរកន្លងនេះកន្លងនោះឬមួយក៏យើងនិយាយអីខុសអីចឹងណាគេប្រកែប្រកាន់អីចឹងទៅតែប៉ុណ្្នឹងឯងតែបើថាអារម្មណ៍ពេលថតមួយ script មួយ parole ប្លង់ថតអីគឺអូខេទាំងអស់ហ្មងដោយសារតែរឿងនេះគឺជាប្រភេទរឿងបែបកំ pl ែងខ្មោចដែរតែខ្មោចកំ pl ែងហើយមានការអប់រំអ្នកដែលគាត់មានបងប្អូន still គាត់ខូចឬមួយក៏ម៉ាក់ប៉ាដែលមានកូនជា still ឬមួយក៏កូនជា still ត្រូវដឹងថាពេលម៉ាក់ប៉ាពិបាកនឹងរបៀបម៉េចអីតែមើលទៅអត់ខុសទេបើចង់ដឹងថាជីវិតក្មេងៗតាមបដាខេត្តដែលគាត់សប្បាយរបៀបម៉េចហមហ្នឹងក៏ទៅហមរបៀបម៉េចយើងធ្លាប់នៅពេញយើងធ្លាប់នៅតាមស្រុកគេអីយើងទៅក្លឹបចុះបើអ្នកដែលគាត់នៅតាមបដាខេត្តគាត់ចង់សប្បាយគាត់ចង់ក្លឹបគាត់ទៅក្លឹបរបៀបម៉េចគាត់ដើរលេងរបៀបម៉េចអីជីវិតរស់នៅគឺបង្ហាញនៅក្នុងរោងកុនហ្មងខ្សែភាពយន្តនឹងទាំងអស់ចង់ដឹងថាអ្នកនៅតាមបដាខេត្តហ្នឹងគេទៅរៀនរបៀបម៉េចគេដើរលេងរបៀបម៉េចអ៊ីចិត្តខាងហ្នឹងគេជុំគ្នានិយាយដើមគេហ្នឹងរបៀបម៉េចតែមើលចោះឥឡូវយើងចូលមកដល់ប្លង់បន្ទាប់គឺប្លង់បង្ហោះម៉ូតូ ខ្ញុំស្វែងគេគឺម៉ោង4ល្ងាចមេឃនៅសល់18អង្សា 4ភ្លឺ 4ភ្លឺហើយ18អង្សាហើយខ្ញុំត្រូវស្រោចទឹកលើវាហើយខ្ញុំអត់មានអារម្មណ៍ថាអាណិតវាខ្ញុំមានអារម្មណ៍សប្បាយចិត្តតែខ្ញុំបានធ្វើបាបវាគឺក្តីសុខរបស់ខ្ញុំខ្លាំងហ្មងមួយខ្ញុំដល់ខ្ញុំដែរបានធ្វើបាបវាដល់វិធីណាមួយបានទេ ឃើញបរហោះម៉ូតូស្ទុយហ្នឹងមិនមែនតួនៅក្នុងរឿងចឹងអ្នកបរហោះឯណាគេយកដូរកាឲ្យតួហ្នឹងឲ្យស្ទៀវមែនតើស្ទៀវស៊ីនមកបរហោះម៉ូតូហ្នឹងឲ្យហ្មងតែស្ដាយអាពេលហ្នឹងខ្ញុំនៅថតអត់តាន់គេចាប់យកតួហ្នឹងគេចាប់យកតែមុខទេមែនតើបរហោះម៉ូតូមិនតួទេដោយសារតួហ្នឹងស្ទៀវជាប់ទេអត់ចេះបរហោះឥឡូវយើងមកមើលការថត poster ទាំងអស់គ្នាចង់ដឹងថាធម្មតាការថតកុនតែមិនថាស្រុកយើងមិនថាស្រុកគេឲ្យគេថតកុនហើយគេធ្វើម៉េចបានចេញជា poster រឿងកើត poster ហ្នឹងរបៀបដូចខ្ញុំដាក់រូបថតនៅលើហ្នឹងចឹងហ្នឹងគេហៅ poster អារូបថតសម្រាប់ឲ្យគេដឹងថាអាហ្នឹងគឺជារឿងហ្នឹងអីចឹងទៅប៉ុន្តែគេថតហ្នឹងគឺគេធ្វើការថតម្ដងម្នាក់ទាំងអស់គ្នាមិនគេកាត់ចូលគ្នាខ្ញុំមើលពីទូចខ្ញុំឃើញរឿងគេមានមនុស្សច្រើនខ្ញុំស្មានតែគេថតម្ដងជុំចូលគ្នាទាំងអស់ហ្មងខ្ញុំឆោតសាហាវចឹងកុំភ្លេចគាំទ្ររឿងថ្មីរបស់ខ្ញុំផងដែលមានចំណងជើងថា Still អត់ក្បាល